សួស្តីអ្នកនរគ្នាថ្ងៃនេះ Fantasy Trip បានជិះម៉ូតូទៅលេងនៅកន្លែងបោះតង់មួយកន្លែងដែលនៅមិនឆ្ងាយពីភ្នំពេញដែលទីនោះសំខាន់ជាងគេគឺមានទេសភាពស្អាតខ្លាំងមែនទែនហើយនៅពេលដែលខ្ញុំទៅហ្នឹងគឺចំពេលដែលមានភ្លៀងធ្លាក់ស្អាតខ្លាំងហ្មងសម្រាប់ដំណើរកម្សាន្តមួយនេះគឺជាដំណើរកម្សាន្តដ៏ពិសេសមួយរបស់ពួកខ្ញុំដោយសារតែពួកយើងបានទៅកន្លែងហ្នឹងជាលើកទី1ហើយបានជួបនៅទេសភាពស្អាតៗបែបនេះទៀតនិយាយទៅគឺលើសពីការរំពឹងទុករបស់ពួកខ្ញុំអញ្ចឹងបើចង់ដឹងថាវីដេអូនេះពិសេសយ៉ាងម៉េចខ្លះហើយដំណើរកម្សាន្តមួយនេះគឺសប្បាយយ៉ាងម៉េចខ្លះយើងមកតាមដានវីដេអូនេះទាំងអស់គ្នាជាដំបូងពួកយើងញ៉ាំបាយហើយនឹងកាទៀវឲ្យឆ្អែតសិនមុននឹងចេញដំណើរទៅទ្រីបរបស់យើងនៅតាមផ្លូវទៅនឹកឃើញថាភ្លេចយកបន្តាមកក៏នាំគ្នាចូលនៅ2005នៅតាមផ្លូវហ្នឹងដើម្បីចូលទិញបន្តាយកទៅទ្រីបទៅតាមផ្លូវចូលពីផ្លូវជាតិហ្នឹងជិះប្រហែលជាខ្ទង់20គីឡូជាងបើនិយាយពីសភាពផ្លូវវាមានភាពលំបាកច្រើនហើយវាមានកលុកច្រើនបើជិះឡានឬក៏ជិះម៉ូតូវាពិបាកមែនតើប៉ុន្តែគេក៏មានគម្រោងធ្វើផ្លូវហ្នឹងឲ្យស្អាតអត់ជាកស៊ូអីដែរខែដែលខ្ញុំទៅហ្នឹងគឺជាខែភ្លៀងអញ្ចឹងវាស្រែអីវាដុះខៀវខ្ចីស្អាតទេសភាពតាមផ្លូវគួរឲ្យកយគុណតែម្ដងអញ្ចឹងហើយពេលយើងជិះនៅតាមផ្លូវហ្នឹងជិះបដា enjoy ជាមួយនឹងទេសភាពបដាអញ្ចឹងយើងជិះអត់សូវហត់ប្រហែលទេអ្វីដែលខ្ញុំចាប់អារម្មណ៍នោះគឺតាមផ្លូវយើងឃើញទេសភាពភ្នំវែងខ្លាំងមែនតែនមើលឡើងចង់ដាច់កន្ទុយភ្នែកលក្ខណៈ360ដឺក្រេតែម្ដងបូករួមជាមួយនឹងពពកនៅកាត់តាមអាឡៃកពូភ្នំហ្នឹងមានអារម្មណ៍ថាទេសភាពមួយនេះគឺស្អាតមែនតែនតែម្ដងបន្ទាប់ពីបត់ចូលតាមផ្លូវខ្លោងទ្វារហ្នឹងទៅយើងអាចជិះចូលតាមផ្លូវទូចនេះខ្ញុំគិតថាអាចជិះបានទាំងឡានទាំងម៉ូតូហើយយើងត្រូវបន្តដំណើរបន្តិចទៀតបានយើងទៅដល់កន្លែងបោះតង់របស់យើងហ្នឹងបាយថ្ងៃនេះហ្នឹងមិនមានពេលដែលមកដល់ដំបូងហ្នឹងអារម្មណ៍របស់ខ្ញុំមានអារម្មណ៍ថានៅទីនេះទេសភាពស្អាតមែនទែនហើយសម្បូរស្មៅខៀវខ្ចីងាកមើលទៅគឺស្រឡះភ្នែកតែម្ដងអូចាទៅជិះម៉ូតូបានដែរបងស្ពានហ្នឹងពេលដែលបានមកដល់ហើយបានជួបនៅទេសភាពបែបនេះមានអារម្មណ៍ថាបាត់អស់ភាពនឿយហត់ដែលបានជិះមកពីឆ្ងាយបន្ទាប់ពីបានសម្រាកហើយនឹងដើរបានហើយពួកយើងក៏បានកំងអាហារថ្ងៃត្រង់សម្រាប់ញ៉ាំបាយអានេះបាយឆាលោកដាក់សាច់គោពិតជាលោកដាក់មែនបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយពួកខ្ញុំក៏បានសម្រាកហើយនៅពេលដែលយើងសម្រាកហើយខ្ញុំក៏ចាប់ផ្ដើមថតលេងនៅទីហ្នឹងដូចជាថតវីដេអូនៅកន្លែងហ្នឹងហើយបើនិយាយពីទីតាំងគឺមានទេសភាពជុំវិញហ្នឹងស្អាតខ្លាំងមែនតើហើយនៅកន្លែងគាត់ខ្ញុំសង្កេតឃើញគាត់ដេក័រហើយនឹងរៀបចំឲ្យវាមានសណ្ដាប់ធ្នាប់ស្អាតខ្លាំងមែនតើមិនថាមកប៉ុណ្្នឹងទេមានធម្មជាតិនៅជុំវិញហ្នឹងហើយគាត់បានបន្ថែមនៅការដាំដើមឈើជាច្រើនហើយជាពិសេសដាំនៅផ្លែឈើហូបផ្លែក៏ដូចជាដាំនៅផ្ការុក្ខជាតិហើយផ្កានៅហ្នឹងគឺខ្ញុំសង្កេតឃើញស្អាតច្រើនខ្លាំងមែនតើគាត់ដាំលក្ខណៈចម្រុះពណ៌តែម្ដងហើយមានទាំងដើមឈើតូចធំជាច្រើនហើយពួកខ្ញុំក៏បានដើរមើលទេសភាពនៅជុំវិញហ្នឹងឃើញថាដូចជាចកាមួយដែលគេបានរៀបចំយ៉ាងស្រស់ស្អាតសម្រាប់ថ្ងៃចុងសប្តាហ៍អីមកលេងមានអារម្មណ៍ថាសប្បាយតែម្ដងហើយកន្លែងគាត់ក៏នៅជាប់នឹងមាត់ទឹកផងដែរដែលគាត់បានរៀបចំខាងកន្លែងមាត់ទឹកហ្នឹងដោយដាំផ្កាហើយនឹងមានតុក្បូនឲ្យយើងជិះលេងកម្សាន្តអីជាដើមហើយសម្រាប់អ្នកមកកម្សាន្តយើងក៏អាចរៀបចំតុកៅអីទាញលើកឬក៏មកចិត្តនឹងដើម្បីអង្គុយចិត្តមាត់ទឹកអីជាដើមហើយអីដែលសំខាន់នៅពេលដែលខ្ញុំមកហ្នឹងគឺអាកាសធាតុគឺស្ទុំស្អាតមែនតើស្រួលវាអត់ក្តៅអត់អីចឹងហើយយើងអង្គុយលេងនៅខាងក្រៅអីមានខ្យល់បក់មកលហើយត្រជាក់ស្រួលមែនតើហើយយើងបានស្រូបនៅខ្យល់ធម្មជាតិចូលពេញសួតតែម្ដង អ្នក
ដែលមកលេងនៅចំណូលជើងភ្នំបោះតង់នេះយើងអាចមកជាលក្ខណៈគ្រួសារក៏បានមកជុំគ្នាជាមិត្តភ័ក្តិក៏បានមកលក្ខណៈ2នាក់ដូចខ្ញុំក៏បានដោយសារតែនៅនឹងយើងមានជម្រើសសម្រាប់កន្លែងគេងច្រើនយើងអាចចាប់ផ្ដើមពីការបោះតង់ដូចជា 10000 ទេឬក៏យើងខ្ជិលយកតង់មកយើងអាចជួលតង់របស់គាត់ក៏បានដែរឬក៏យើងអាចស្នាក់នៅជាមួយនឹងផ្ទះដែលគាត់បានរៀបចំហ្នឹងមានទាំងទីតាំងនៅខាងក្រោមនៅខាងជើងភ្នំហើយមានទាំងទីតាំងនៅខាងលើភ្នំហើយផ្ទះនៅខាងលើភ្នំហ្នឹងខ្ញុំចាប់អារម្មណ៍ឃើញមានទេសភាពស្អាតមែនតើហើយខាងក្នុងក៏គាត់រៀបចំបានល្អដែររៀបចំលក្ខណៈដូចជាផ្ទះស្នាក់នៅបែបលំហែអីចឹងណានៅខាងក្នុងមានពូកមានដង្ហើមមានសម្ភារៈមានទឹកមានអីគ្រប់គ្រាន់សម្រាប់ឲ្យយើងប្រើប្រាស់អញ្ចឹងហើយសម្រាប់ផ្ទះខ្លះអត់មានបន្ទប់ទឹកនៅខាងក្នុងទេមានតែផ្ទះពីរខាងលើដែលធំនេះដែលគាត់បានដាក់បន្ទប់ទឹកនៅខាងក្នុងហើយភាគច្រើនអ្នកខ្លះអាចមកបោះតង់ជុំគ្នានៅខាងមុខភាគច្រើនណាខ្ញុំឃើញគេបោះតង់នៅខាងស្មៅខាងក្រោមដោយសារតែវាលធំអញ្ចឹងទៅយើងអាចបោះតង់អង្គុយជុំគ្នាយប់ឡើងលក្ខណៈអាំងសាច់អាំងភ្លើងអីចឹងទៅជុំគ្នានិយាយគ្នាលេងអីចឹងគឺអែមខ្លាំងមែនតើពីថតលេងបានមួយស្បកពួកយើងក៏បានមកជិះក្បូនលេងនៅនឹងដោយក្បូនរបស់ពួកគាត់គឺមានទំហំគួរសមយើងអាចជិះបាន2នាក់ដែរបើយើងជិះគ្នាច្រើនវាអាចលេចប៉ុន្តែកុំបារម្ភអីដោយសារតែនៅនឹងទឹករាក់ទេកន្លែងខ្លះគឺធំកជើងកន្លែងខ្លះអស់ធំចកេះអីជាដើមដោយសារតែខែហ្នឹងគឺទឹករៀងរាក់ទេយើងអាចអុំលេងយ៉ាងសុវត្ថិភាពហើយពួកខ្ញុំតំអុំលើកដំបូងអញ្ចឹងចែវអត់សូវចេះប្រហែលទេពេលខ្លះយើងទៅខាងពេលខ្លះវាទៅអត់តាមចិត្តយើងអញ្ចឹងហើយទឹកវាហូរតិចផងអញ្ចឹងរៀងពិបាកដោលដែរពេលដែលខ្ញុំឡើងជិះ2នាក់រៀងផ្អៀងក្បូនបន្តិចតាអ៊ំមកទៅមកគេកាត់លុយឡើយលាក់ទឹកឡៃថយទៀតតែអ៊ំធ្វើអីជោតែខាងគេអ៊ំពីក្រោយនិយាយទៅក្បូននេះបើសិនជាជីម្នាក់អត់សូវបញ្ហាហ្មងទេតែបើជី2នាក់វារៀងថេតបន្តិចហើយនៅពេលដែលពួកខ្ញុំអ៊ំលេងអស់ចិត្តហើយក៏ឡើងមកលើវិញបន្ទាប់ពីហ្នឹងពួកយើងក៏សម្រេចចិត្តនាំគ្នាទៅលេងនៅ Mountain View ដោយសារតែនៅចិត្តហ្នឹងយើងអាចជិះម៉ូតូទៅលេងបានអត់មានណ៎គេគេថាអត់មានឡើងច្បាស់មានស្ប៉ាយអូញ៉ាំអត់ញ៉ាំតែតងអត់តែតោះណាកូនយ៉ាឡើងក៏បានដែរបង Hello មកដល់ Mountain View ជាមួយសនុកហក់ពីលើមកឲ្យទឹកអត់យកបងខ្លាចតែកពុបទឹកគេមិនខ្លាចអូនដួលទេពួកយើងមកថតរូបលេងនៅនេះតាមមួយផ្លែតចាប់ដើមភ្លៀងមកបដ ாய் ប៉ុន្តែភ្លៀងហ្នឹងក៏ស្អាតមួយយ៉ាងដែរដោយសារតែយើងឃើញទេសភាពនៅនេះជាមួយនឹងអាពណ៌សនឹងកាត់ភ្នំនិយាយទៅស្អាតមែនទែនដល់រករ៉ាទៀតអត់មានស៊ីពីងហងរករ៉ាប៉ុណ្្នឹងឯងនាំស៊ីពីងមកទៀតដល់ពេលនេះរៀបចេញទៅហើយប៉ុន្តែនឹកឃើញភ្លេចឲ្យលុយគេអញ្ចឹងយកលុយទៅឲ្យគេវិញចិត្តកុំកិនខ្សែវាអត់ខ្លាចភ្លៀងទេខ្លាចក្បៃ ឥឡូវយើងមួយទឹកមួយអីដូរកាដូរអីហើយយើងមកអង្គុយញ៉ាំមីហើយយើងមានមីកំប៉ុងម្នាក់មួយកំប៉ុងហើយនៅពេលយប់ហ្នឹងយើងនឹងមានសាច់អាំងហ្នឹងខ្ញុំអត់ទាន់បានទៅសម្ពោធអត់ដឹងថារសជាតិមិនទេចាំមើលពេលយប់ទាំងនេះតាមដានទាំងអស់គ្នាតោះខាងមុនហ្នឹងភ្នំឯប៉ុន្តែចុះអាប់ទៅឡើងបាំងព្រំអស់លេងតែសំខាន់ស្អាតឡងប្រេះព
ពេលយប់មកដល់ពួកយើងក៏បានរៀបចំញ៉ាំសាច់អាំងនៅខាងមុខវាស្មៅហ្នឹងដោយយើងរៀបតុរៀបកៅអីហើយក៏មានដាក់ជាតបោដើម្បីការពារភ្លៀងដោយសារតែភ្លៀងនៅអារម្មណ៍តិចៗនៅឡើយទេព្រឹកព្រលឹមថ្ងៃទី2នេះពួកយើងមានអារម្មណ៍ថាស្រស់ស្រាយមែនទែនបន្ទាប់ពីបានគេងសម្រាកបានសុខស្រួលមួយយប់ម្សិលមិញហ្នឹងហើយនៅពេលព្រលឹមឡើងនេះទេសភាពក៏នៅតែស្អាតដូចម្សិលមិញផងដែរនៅតែមានពពកកាត់ភ្នំស្អាតមែនទែនសម្រាប់ផឹកហ្នឹងហើយសម្រាប់អាហារពេលព្រឹកថ្ងៃហ្នឹងគឺយើងមានបបរជាមួយនឹងពងទាភីអីលាយជាមួយនឹងសាច់បន្តិចបន្តួចសម្រាប់អាហារប៉ុណ្ណេះគឺជាតិតែម្ដងជាមួយនឹងទេសភាពនៅទីនេះហើយបន្ទាប់ពីញ៉ាំអីហើយពួកយើងគឺនៅតែដែរគឺដើរលេងមើលជុំវិញហ្នឹងហើយសម្រាប់លេងហើយនឹងដើរមើលដំណាំដែលគាត់បានដាំនៅជុំវិញកន្លែងហ្នឹងនេះឥឡូវយើងបានរៀបចំអីវ៉ាន់ហើយដើម្បីចេញដំណើរទៅពេញវិញប៉ុន្តែមុននឹងទៅពេញពួកយើងចង់ទៅលេងទឹកធ្លាក់ថ្មក្រាលជាមួយនឹង Mountain View សិនអញ្ចឹងយើងជិះម៉ូតូទៅលេងទាំងអស់គ្នាបានមកដល់ Mountain View ហើយឥឡូវយើងឡើងមកលេងប៉មនៅខាងលើហើយខ្ញុំនឹងប្រហោះដ្រូនលេងនៅនឹងប្រផ្លែសិនបានយើងបន្តដំណើរទៅមុខទៀតរៀងគេទូអូខេអ្នកនរគ្នាឥឡូវយើងកំពុងនៅលើប៉មរបស់ Mountain View ហើយនៅលើនេះគឺខ្យល់ត្រជាក់ខ្លាំងមែនទែនទោះបីមេឃឥឡូវក្តៅប៉ុណ្ណាក៏ដោយក៏មានខ្យល់បក់មកជាក់ពួកយើងអត់សម្រេចចិត្តថាអត់ទៅលេងនៅទឹកធ្លាក់ថ្មក្រាលទេដោយសារតែឥឡូវវាឈលពេលថ្ងៃដែរហើយណាមួយយើងហត់គួរសមដែរអញ្ចឹងចឹងយើងនឹងជិះទៅវិញដើម្បីរកអីញ៉ាំតាមផ្លូវហើយចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើសិនជាអ្នកគ្នាចូលចិត្តកុំភ្លេចជួយ like ហើយជួបគ្នានៅដំណើរកម្សាន្តផ្សេងទៀតបាយបាយដល់អាហារថ្ងៃត្រង់ហើយ